សុខាជាកំឡោះពុះម៉ាយដែលរាល់ថ្ងៃរស់នៅជាមួយកូនស្រីតូចរបស់គាត់មានឈ្មោះថានីរ័ត្នដោយគាត់បានបាត់បង់ប្រពន្ធគាត់ស្លាប់ដោយសារតែជំងឺធ្ងន់ធ្ងរអស់រយៈពេល3ឆ្នាំការស្លាប់របស់ប្រពន្ធគាត់បានធ្វើឲ្យគាត់ឈឺចិត្តហើយគាត់ទ្រាំរស់នៅបិទបាំងអារម្មណ៍របស់ខ្លួនឯងនៅទ្រាំរស់នៅមើលថែកូនស្រីរបស់គាត់លោកពុកកំពុងតែនឹកដល់ម៉ែទៀតហើយតើមែនទេលោកពុកនឹកដល់ម៉ែតើមែនទេមែនហើយណាកូនមិនដឹងពេលនេះអ្នកម៉ែកូនទៅដល់ទីណាទេគាត់បានឃ្លាតឆ្ងាយពីពួកយើងនៅពេលនេះពុកពិតជានឹកអ្នកម៉ែកូនទោះបីជាយ៉ាងណាក៏ដោយមនុស្សស្លាប់និងមនុស្សរស់មិនអាចរស់នៅជាមួយគ្នាដូចកាលពីមុនកូនក៏នឹកដល់អ្នកម៉ែដូចគ្នាអ្នកម៉ែបានស្លាប់ចោលយើងអស់រយៈពេល3ឆ្នាំមកហើយលោកពុកគួរតែចាប់ផ្ដើមជីវិតឲ្យមានសុភមង្គលក៏ព្រោះតែកូនត្រូវការអ្នកម៉ែទី2ដើម្បីមើលថែកូនណាលោកពុកប៉ុន្តែពុកខ្លាចម៉ែទី2គេមើលថែកូនមិនបានល្អណាកូនហើយគេធ្វើបាបកូននៅពេលដែលពុកមិននៅដល់ពេលនោះពុកកាន់តែពិបាកចិត្តមនុស្សគ្រប់គ្នាមិនអាក្រក់ដូចជាលោកពុកគិតទេប្រកាសជាមានមនុស្សល្អជាមិនខានទេណាលោកពុកអ្វីដែលសំខាន់លោកពុកគួរតែសាកល្បងទៅកូនពិតជាចង់ឲ្យពុកមានគ្រួសារថ្មីតើមែនទេកូនមិនខ្លាចពុកចែករំលែកក្តីស្រឡាញ់ទេមែនទេកូនឲ្យទៅអ្នកថ្មីចំពោះកូនចង់ឃើញលោកពុកមានសុភមង្គលរាល់ថ្ងៃនេះកូនទៅណាមកណាក៏ដោយគេតែងតែហៅកូនថាកូនស្រីអត់មានម្ដាយដូច្នេះកូនចង់មានម្ដាយដូចគេណាលោកពុកទាំងពីរអ្នកឪពុកកូនក៏បាននិយាយរៀបរាប់អារម្មណ៍ប្រាប់គ្នាទៅវិញទៅមករហូតដល់សុខាដែលជាឪពុកយល់ព្រមស្វែងរកនារីម្នាក់ទៀតមកធ្វើជាប្រពន្ធចំណែកនៅក្នុងភូមិក៏មាននារីម្នាក់ដែលត្រូវប្តីវ័យធ្វើបាបជារៀងរាល់ថ្ងៃទោះបីជានាងខិតខំបម្រើប្តីយ៉ាងណាក៏ដោយហូបមិនកើតទេវើយហេតុអ្វីបានជាស្រឡសម្លបែបនេះទៅវិញហេតុអ្វីបានជាមិនទៅរកត្រីសាច់ឲ្យយើងហូបបែបនេះតែខ្ញុំបានប្រាក់មកពីណាទៅបងដើម្បីទិញម្ហូបត្រីសាច់ឲ្យបងហូបបើរាល់ថ្ងៃនេះបងបានប្រាក់តែងតែចាយវាយផឹកស្រាជារៀងរាល់ថ្ងៃប្រពន្ធដាំបន្លែនៅផ្ទះតម្រុំតែបេះបានស្លជូនបងទោះបីយើងផឹកស្រាច្រើនយ៉ាងណាក៏ដោយប៉ុន្តែយើងក៏មិនអាចហូបបន្លែទាំងអស់នេះប្រញាប់ទៅរកប្រាក់ទិញត្រីសាច់ឲ្យយើងហូបនៅពេលនេះបើមិនដូច្នេះទេនាងប្រកាសជាត្រូវជាមិនខានដោយសារតែខ្លាចប្តីវាយធ្វើបាបស្រីលក្ខក៏បានធ្វើដំណើរទៅផ្ទះមិត្តរបស់នាងដើម្បីខ្ចីប្រាក់ទិញសាច់ឲ្យប្តីហូបបន្តិចក្រោយមកស្រីលក្ខក៏បានធ្វើដំណើរមកដល់ផ្ទះមិត្តដើម្បីខ្ចីប្រាក់មិត្តអីមិត្តហេតុអ្វីបានជាមិនលែងលះគ្នាចោលតែម្ដងទេហេតុអ្វីបានជាទ្រាំរស់នៅជាមួយមនុស្សបែបនេះទៅវិញវាមិនមានសុភមង្គលទេណាមិត្តគឺដោយសារតែយើងចិត្តបណ្ដាញប្តីប្រពន្ធដែលបានរៀបការឪពុកម្ដាយដឹងឮដូច្នេះទៅបានជាធ្វើឲ្យយើងនេះចិត្តបណ្ដាច់បែបនេះណាមិត្តបើសិនជាមិត្តនៅតែគិតបែបនេះមិត្តនឹងទ្រាំរស់នៅដោយគ្មានសុភមង្គលជារៀងរហូតកុំគិតថាថ្ងៃខាងមុខមានសុភមង្គលទៅមិនបាននៅនិយាយលេងជាមួយមិត្តយូរពេកទេយើងត្រូវតែយកប្រាក់នេះទៅទិញត្រីសាច់ឲ្យគាត់ហូបសិនបើមិនដូច្នេះគាត់ប្រកាសជីវិតធ្វើបាបយើងទៀតជាមិនខានទេណាមិត្តនៅពេលដែលស្រីលក្ខបានធ្វើដំណើរចាក់ចេញទៅស្រាប់តែបានជួបនឹងសុខាក៏បានស្ដាប់ឮស្រីលក្ខនិយាយជាមួយស្រីវីគ្រប់បែបយ៉ាងហេតុអ្វីបានជាមានប្រពន្ធប៉ុន្តែបែរជាធ្វើបាបនាងទៅវិញខ្ញុំចង់ដឹងតើផ្ទះនាងនៅទីណាតើប្តីរបស់នាងជាមនុស្សបែបណាទៅបន្តិចក្រោយមកស្រីលក្ខក៏បានយកប្រាក់មកទិញសាច់ហើយនាងក៏បានមកដល់ផ្ទះរបស់នាងវិញទំរាំតែមកដល់យើងចិត្តស្លាប់បាត់ហើយហេតុអ្វីបានជានាងធ្វើបែបនេះដាក់យើងទៅវិញគួរតែមកលឿនជាងនេះហេតុអីបានជាមកយឺតបែបនេះទៅវិញលែងខ្ញុំទៅខ្ញុំឈឺណាស់បងលែងខ្ញុំទៅនាងឯងនេះបើយើងមិនប្រដៅនាងឯងទេនាងឯងប្រកាសជាមិនខ្លាចយើងទេនាងឯងហ៊ានឌឺណាស់ហ៊ានទិញសាច់យកមកឲ្យយើងហូបនៅពេលនេះថែមទៀតខ្ញុំតែងតាមអ្វីដែលបងនិយាយប្រាប់តើហេតុអ្វីបានជាបងនៅទៅរករឿងវាធ្វើបាបខ្ញុំទៀត
លែងខ្ញុំទៅណាបងលែងទៅខ្ញុំឈឺបើយើងមិនសម្លាប់នាងឯងនៅពេលនេះយើងនឹងមិនអស់ចិត្តនាងឯងនឹងត្រូវស្លាប់នៅពេលនេះដើម្បីឲ្យនាងឯងដឹងថាយើងជាមនុស្សយ៉ាងម៉េចនាងឯងត្រូវតែស្លាប់នៅពេលនេះជាមិនខានឆាប់ដោះលែងនាងភ្លាមទៅអូយតើឯងជាអ្នកណាទៅតើឯងជាអ្នកណាហើយអ្វីបានជាចេះដឹងរឿងរ៉ាវគ្រួសារយើងបែបនេះយើងជាអ្នកណាមិនសំខាន់តែអ្វីដែលសំខាន់យើងមិនអាចមើលឯងធ្វើទង្វើថោកទាបបែបនេះវាយប្រពន្ធតាមចិត្តបែបនេះទេឯងនេះពិតជាមនុស្សអាក្រក់មានប្រពន្ធប៉ុន្តែបែរជាមិនចេះមើលថែប៉ុន្តែនាងជាប្រពន្ធយើងវើយយើងចង់ធ្វើយ៉ាងម៉េចក៏បានឯងកុំចេះដឹងរឿងរ៉ាវគ្រួសារយើងអីចង់ទៅណាក៏ទៅយើងទៅបានប៉ុន្តែបើថ្ងៃក្រោយឯងធ្វើបាបនាងទៀតយើងនឹងប្រដៅឯងឲ្យខ្លាំងជាងនេះជាមិនខានអរគុណច្រើនហើយអ្នកប្រុសដែលអ្នកប្រុសបានមកជួយខ្ញុំតាន់ពេលបែបនេះដល់ពេលហើយខ្ញុំអត់ចិត្តហើយខ្ញុំទៅរស់នៅជាមួយម្ដាយពុកខ្ញុំវិញហើយខ្ញុំមិនអាចរស់នៅជាមួយប្តីបែបនេះទៀតទេមានន័យថាយ៉ាងម៉េចនាងចង់ទៅរស់នៅជាមួយឪពុកម្ដាយនាងវិញតើមែនទេហើយអ្វីបានជានាងធ្វើបែបនេះទៅវិញក៏ព្រោះតែខ្ញុំមិនគិតថាអ្នកជាប្តីខ្ញុំទៀតទេក៏ព្រោះតែអ្នកវាធ្វើបែបខ្ញុំរាល់ថ្ងៃសំណាងល្អណាស់ដែលបានអ្នកប្រុសមកជួយតាន់ពេលបើមិនដូច្នេះខ្ញុំប្រកាសជាត្រូវឈឺសាច់ទៀតអត់ទេណាស្រីលាក់អត់ទេណាស្រីលាក់អត់ទេស្រីលាក់ក៏បានចាក់ចែងទៅរស់នៅផ្ទះឪពុកម្ដាយរបស់នាងវិញមួយរយៈពេលក្រោយមកស្រីលាក់ក៏បានស្គាល់សុខាហើយក៏បានរាប់អានគ្នាទៅវិញទៅមកកូនស្រីរបស់សុខាតែងតែមកលេងស្រីលាក់ហើយនិយាយលេងជាមួយគ្នាជានិច្ចអ្នកមីងនៅផ្ទះដែរទេអ្នកមីងចាំមកលេងអ្នកមីងទៀតហើយណាអ្នកមីងហេតុអ្វីបានជាថ្ងៃនេះនាងរត់មកលេងអ្នកមីងយូរបែបនេះហេតុអ្វីបានជាមិនមកពេលព្រឹកតែម្ដងតែអ្នកមីងមានរបស់ហូបឆ្ងាញ់ឲ្យហូបដោយសារតែលោកពុកនឹងហើយក៏រវល់ធ្វើការងារពេកទើបបានជាគាត់ឲ្យខ្ញុំចាំផ្ទះហើយខ្ញុំមកនេះមានរឿងមួយចង់ប្រាប់អ្នកមីងតែក្មួយមានរឿងអ្វីមែនទេនៅថ្ងៃនេះដូចជាចម្លែកដល់ហើយដែលមានរឿងចង់និយាយប្រាប់មីងឲ្យបានដឹងផងណាតែរឿងអ្វីទេគឺលោកពុកខ្ញុំកំពុងតែរងចាំអ្នកមីងនៅមាត់តែគាត់ប្រាប់ថាមានរឿងមួយចង់ប្រាប់អ្នកមីងទៅទីនោះទៅនឹងបានឃើញគាត់ហើយនាយរដ្ឋបានប្រាប់ថាលោកចង់ជួបខ្ញុំតែមានរឿងអ្វីទៅហេតុអ្វីបានជាមកជួបនៅទីនេះនិរដ្ឋខ្ញុំដឹងថាអ្នកនាងធ្លាប់ជួបរឿងរ៉ាវអាក្រក់កាលពីមុនហើយពេលនេះយើងបានស្គាល់រាប់អានយ៉ាងជិតស្និទ្ធខ្ញុំមិនចង់លាក់បាំងនឹងទង្វើខ្ញុំទៀតទេខ្ញុំចង់សុំអ្នកនាងរៀបការសាងគ្រួសារតើអ្នកនាងយល់ព្រមដែរទេលោកគិតច្បាស់ហើយតើមែនទេដែលរៀបការជាមួយមនុស្សស្រីដូចខ្ញុំទាំងនេះខ្ញុំធ្លាប់មានប្តីរួចហើយអ្នកនាងមានប្តីកាលពីមុនវាជារឿងផ្សេងប៉ុន្តែពេលនេះអ្នកនាងនៅទំនេរហើយខ្ញុំក៏ស្រឡាញ់អ្នកនាងកូនស្រីខ្ញុំក៏ស្រឡាញ់អ្នកនាងដូច្នេះយើងសាងគ្រួសារជាមួយគ្នាទៅខ្ញុំក៏ស្រឡាញ់លោកហើយខ្ញុំគិតថាលោកនឹងមកធ្វើឲ្យខ្ញុំឈឺចាប់ដូចជាអ្នកមុនយើងនឹងរស់នៅសាងគ្រួសារជាមួយគ្នារហូតទៅអ្នកទាំងពីរក៏បានសម្រេចចិត្តរស់នៅរៀបការជាមួយគ្នាបង្កើតគ្រួសារថ្មីមួយពោពេញទៅដោយសុភមង្គលនិងក្តីស្រឡាញ់រឿងរ៉ាវស្នេហារបស់ពួកគេបានបញ្ជាក់ថាស្នេហាពិតកើតឡើងគ្រប់ពេលវេលាគ្រប់ទីកន្លែង